ក៏តៃវ៉ាន់សម្រុកបង្កើនការផលិតមីស៊ីលសុងហ្វឹងបានរហូតជាង 1000 គ្រាប់ដើម្បីពង្រឹងសមត្ថភាពវាយប្រហារលើសមុទ្រចំពេលភាពតានតឹងជាមួយចិនកើនឡើងក៏តៃវ៉ាន់កំពុងសម្រុកបង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងឆាប់រហ័សហើយដោយផលិតមីស៊ីលសុងហ្វឹងបានរហូតទៅដល់ 1000 គ្រាប់ក្នុងរយៈពេលត្រឹមតែ5ឆ្នាំតែប៉ុណ្ណោះដើម្បីពង្រឹងសមត្ថភាពវាយប្រហារលើសមុទ្រខណៈភាពតានតឹងជាមួយមហាយាចិននៅតែបន្តកើនឡើងការបង្កើនផលិតកម្មនេះកើតឡើងក្រោយពេលកោះតៃវ៉ាន់វិនិយោគរាប់ពាន់លានដុល្លារនឹងធ្វើទំនើបកម្មរោងចក្រផលិតអាវុធនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News កាលពីថ្ងៃទី 26 ខែកក្កដាឆ្នាំ 2026 វិទ្យាស្ថានជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆុងសានបានពង្រឹងការផលិតមីស៊ីលតាមរយៈការប្រើប្រាស់ប្រព័ន្ធផលិតស្វ័យប្រវត្តិនិងការកែលម្អខ្សែសង្វាក់ផលិតកម្មក្នុងមួយឆ្នាំក៏តៃវ៉ាន់អាចផលិតមីស៊ីលសុងហ្វឹង2និងសុងហ្វឹង 2E បានរហូតទៅប្រមាណ131គ្រាប់ខណៈមីស៊ីលសុងហ្វឹង3អាចផលិតបានប្រមាណ70គ្រាប់ក្នុងមួយឆ្នាំរដ្ឋាភិបាលតៃវ៉ាន់បានវិនិយោគប្រមាណ 1.1000 លានដុល្លារសហរដ្ឋអាមេរិកក្នុងដំណាក់កាលទី1ដើម្បីផលិតមីស៊ីលហើយបានបន្ថែមថវិកាប្រមាណ 1.4000 លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ដំណាក់កាលទី2ដើម្បីអភិវឌ្ឍនិងផលិតមីស៊ីលសុងហ្វឹង3ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាខ្លួននឹងបន្តពង្រីកការផលិតបន្ថែមទៀតដោយគ្រោងទិញមីស៊ីលចំនួនថ្មីចំនួន232គ្រាប់ដើម្បីពង្រឹងសមត្ថភាពការពារជាតិនិងបង្កើនអំណាចទប់ស្កាត់នៅតំបន់សមុទ្រសូមបញ្ជាក់ថាមីស៊ីលសុងហ្វឹងគឺជាមីស៊ីលដែលតៃវ៉ាន់អភិវឌ្ឍដោយខ្លួនឯងដើម្បីការពារដែនសមុទ្រនិងទប់ស្កាត់ការគំរាមកំហែងពីសត្រូវវាមានសមត្ថភាពបាញ់ប្រហារនាវាចម្បាំងធំៗរួមទាំងនាវាពិឃាតនាវាចម្បាំងនិងនាវាចុះចតសុងហ្វឹង2គឺជាមីស៊ីលប្រឆាំងនាវាចម្បាំងបាញ់បានចម្ងាយចន្លោះ160ទៅ250គីឡូម៉ែត្រសុងហ្វឹង 2E គឺជាមីស៊ីលវាយប្រហារគោលដៅលើដីបាញ់បានចម្ងាយចន្លោះពី600ទៅ1200គីឡូម៉ែត្រសុងហ្វឹង3គឺជាមីស៊ីលប្រឆាំងនាវាចម្បាំងល្បឿនលឿនជាងសំឡេងបាញ់បានចម្ងាយរហូតដល់400គីឡូម៉ែត្រមីស៊ីលទាំងនេះអាចបាញ់ចេញពីនាវាចម្បាំងនិងយានបាញ់ចល័តលើដីហើយត្រូវបានចាត់ទុកថាជាអាវុធស្នូលមួយរបស់កោះតៃវ៉ាន់ក្នុងការពង្រឹងសមត្ថភាពការពារដែនសមុទ្រនិងទប់ស្កាត់ការវាយប្រហារពីខាងក្រៅ